លភារកិច្ចឲ្យគណៈកម្មការព្រំដែនចម្រុះដើម្បីត្រៀមដាក់ចូលនៅក្នុងរបៀបវរៈសម្រាប់កិច្ចប្រជុំ JPC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាកវៃនៅតំបន់មុខ3នេះដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងដើម្បីពន្លត់បញ្ហានេះជាប្រភេទបកស្រាយអញ្ចឹងជាល្អបំផុតគឺដើម្បីឲ្យប្រជាជនអស់ចិត្តនិងរដ្ឋាភិបាលក៏សុខពលយកបញ្ហានេះទៅឲ្យតុលាការកាត់ក្តីតម្រង់ហើយកម្ពុជាសន្យាគោរពទៅនឹងការសម្រេចចិត្តរបស់តុលាការក្នុងនាមខ្ញុំបាទជាយុវជនខ្ញុំសូមគាំទ្រនៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជានៅតុលាការអន្តរជាតិគឺជាយុទ្ធសាស្ត្រប្រកបដោយសន្តិភាពវិជ្ជាជីវៈនិងស្របច្បាប់អន្តរជាតិជំរឿនរបស់កម្ពុជាក្នុងការនាំបញ្ហាឡើងតុលាការអន្តរជាតិគឺបង្ហាញពីកម្រិតខ្ពស់នៃការគោរពច្បាប់និងកិច្ចព្រមព្រៀងរបស់អន្តរជាតិវាជាគំរូសម្រាប់បណ្ដាប្រទេសតូចៗដែលចង់ដោះស្រាយបញ្ហាវិវាទដោយសន្តិភាពហើយស្ថាបនាចក្ខុវិស័យគោលនយោបាយផ្អែកទៅលើច្បាប់និងយុត្តិធម៌ជាចុងក្រោយក្នុងនាមខ្ញុំជាយុវជនខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនដែលនិយមលេងនៅតាមបណ្ដាញសង្គម social media សូមមេត្តាកុំបំផុសនៅព័ត៌មានដែលមិនពិតព័ត៌មានคล้ายៗព្យាយាមលើកទឹកចិត្តនិងគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃឲ្យដោយសន្តិវិធីនិងយុត្តិធម៌តាមផ្លូវច្បាប់អន្តរជាតិក្នុងនាមខ្ញុំជាយុវជននិងជាមន្ត្រីរាជការមួយរូបខ្ញុំសូមគាំទ្របង្ហាញនៅជំហរដ៏ម៉ឺងម៉ាត់ជាមួយនឹងរាជរដ្ឋាភិបាលគាំទ្ររាជរដ្ឋាភិបាលនៅក្នុងការយកនៅរឿងរ៉ាវតាក់ទងជាមួយនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនេះទៅក្នុងអង្គតុលាការអន្តរជាតិ ICJ បាទហើយនៅក្នុងនាមខ្ញុំជាមន្ត្រីរាជការមួយរូបដែរក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយរូបដែរបាទគឺថាយើងគាំទ្របាទនៅក្នុងនាមយើងជាយុវជនផងគឺថាយើងតែងតែបានដឹងឮហើយពាក់ព័ន្ធជាមួយនឹងបញ្ហាទំនាក់ទំនងរវាងកម្ពុជានិងថៃគឺថាយើងមានទំនាក់ទំនងគ្នាដ៏ល្អបាទពាក់ព័ន្ធជាមួយនឹងតំបន់ព្រំដែននេះកន្លងមកហើយទំនាក់ទំនងទ្វេភាគីក៏ដូចជាទំនាក់ទំនងរាជរដ្ឋាភិបាលក៏ដូចជាជាមួយនឹងប្រជាជនគឺថាមានទំនាក់ទំនងគ្នាល្អប្រសើរប៉ុន្តែថ្មីនេះយើងឃើញថាមានបញ្ហាប៉ះទង្គិចនៅតំបន់ព្រំដែនដែលធ្វើឲ្យទាហានខ្មែររបស់យើងបានបាត់បង់ជីវិតមួយរូបអញ្ចឹងយើងក៏សូមចូលរួមសោកស្ដាយចំពោះការពលីនេះដែរហើយអ្វីដែលសំខាន់គឺថារាជរដ្ឋាភិបាលកម្ពុជារបស់យើងគឺថាលោកបានបបួលរាជរដ្ឋាភិបាលថៃនេះគឺថាទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីអីដើម្បីគឺថាដោះស្រាយបញ្ហារឿងព្រំដែនហ្នឹងរឿងប្រាសាទតំបន់តូចតំបន់ធំហ្នឹងហើយរឿងប្រាសាទតាកបីជាដើមដាក់ហ្នឹងគឺថាឲ្យបានដាច់ស្រឡះបាទជាពិសេសគឺតំបន់មុំ3នឹងតែម្ដងដែលឃើញថាមានការចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាយើងថាយើងនៅក្នុងទឹកដីរបស់ថៃជាដើមដែលខាងភាគីថៃបានចោទប្រកាន់ហ្នឹងប៉ុន្តែអ្វីដែលជាការពិតនោះគឺថាយើងមានកត្តាប្រវត្តិសាស្ត្រយើងមានប្រវត្តិសាស្ត្ររបស់យើងបាទយើងមានប្រវត្តិសាស្ត្រយើងមានគេហៅថាដូនតាខ្មែរយើងបានបន្សល់ទុកគេដំណើររបស់យើងនឹងនៅក្នុងទឹកដីកម្ពុជារបស់យើងច្រើនណាហើយជាពិសេសគឺរឿងតំបន់ព្រំដែននេះម្ដងហើយមួយវិញទៀតសំខាន់បំផុតនោះគឺថាកិច្ចព្រមព្រៀងរបស់រាជរដ្ឋាភិបាលកម្ពុជាយើងជាមួយនឹងរាជរដ្ឋាភិបាលថៃកន្លងមកគឺថានៅក្នុងកិច្ចព្រមព្រៀងឆ្នាំ2000ហ្នឹងក៏បានពិភាក្សាគ្នាក៏បានសម្រុះសម្រួលគ្នាដែរតាក់ទងជាមួយនឹងបញ្ហារឿងតំបន់ប្រាសាទតំបន់តូចតំបន់ធំតំបន់មុំ3នឹងជាដើមហ្នឹងប៉ុន្តែអ្វីដែលជាការសំខាន់នោះគឺយើងអត់ចង់ឲ្យមានចំនួនពាក់ព័ន្ធជាមួយនឹងបញ្ហាជាតិសាសន៍ហ្នឹងទេពីព្រោះថាបើកាលណាមានបញ្ហាចំនួនកើតឡើងគឺវានាំឲ្យបាត់បង់នៅផលប្រយោជន៍ទាំងសងខាងពិសេសគឺផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចបាទប៉ុន្តែទន្ទឹមនឹងនេះយើងក៏ឃើញថា
บัดแต่មានបញ្ហាកម្មនគរនៅតាមតំបន់ព្រំដែនប៉ុន្តែប្រជាជនមានការទំនាក់ទំនងទៅវិញទៅមកតាមច្រកព្រំដែនឃើញថាមានសភាពប្រែមកជាល្អប្រសើរវិញហើយប៉ុន្តែយ៉ាងណាក៏ដោយយើងនៅតែទាមទារយើងនៅតែគាំពៀនឹងចូលរួមគាំទ្ររដ្ឋាភិបាលរបស់យើងបាទពិសេសគឺគាំទ្រការសម្រេចចិត្តរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃយើងហើយដែលយើងបានដឹងឮទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការសម្រេចនេះគឺសម្ដេចធិបតីបានថ្លែងនៅក្នុងអង្គសមាជបាទសភានិងរដ្ឋសភាព្រឹទ្ធសភានិងរដ្ឋសភានៅថ្ងៃទី2ទី3បាទខែមិថុនាថ្មីនេះស្រាប់ហើយអញ្ចឹងគឺថាមានការគាំទ្របាទអញ្ចឹងយើងខ្ញុំគាំទ្រនឹងប្រកាន់ជំហរចំណាច់ខាតថាកិច្ចការងាររឿងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនេះគឺសូមគាំទ្រហើយនឹងជូនពរឲ្យជោគជ័យគឺថាជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការដាក់កិច្ចការងារនេះទៅតុលាការអន្តរជាតិ ICJ បាទហើយជាពិសេសមួយទៀតនោះគឺថានៅក្នុងនាមខ្ញុំជាយុវជនក៏ខ្ញុំសូមអំពាវនាវដល់យុវជនផ្សេងទៀតដែរជាពិសេសគឺយុវជនខ្មែរយើងទាំងអស់គ្នាហ្នឹងហើយនឹងពលរដ្ឋខ្មែរយើងតែម្ដងគឺថាសូមមេត្តាចូលរួមហើយជឿទុកចិត្តជាមួយនឹងរាជរដ្ឋាភិបាលបាទជឿទុកចិត្តរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហារឿងព្រំដែននេះហើយជាពិសេសគឺយើងធ្វើម៉េចកុំឲ្យមានបញ្ហាអរិភាពយករឿងហ្នឹងคล้ายទៅជារឿងចំនួនរវាងជាតិសាសន៍ប្រកាន់ជាតិសាសន៍ឲ្យសោះបាទអញ្ចឹងគឺថាយើងធ្វើម៉េចយើងគាំទ្រហើយសូមស្ដាប់នៅការផ្សព្វផ្សាយក៏ដូចជាព័ត៌មានរបស់រាជរដ្ឋាភិបាលពិសេសគឺស្ដាប់នៅបណ្ដាញព័ត៌មានជាតិរបស់យើងបាទមានវិទ្យុជាតិទូរទស្សន៍ជាតិអីនឹងជាដើមបាទសារព័ត៌មានជាតិរបស់យើងសារព័ត៌មានដែលអាជីពហ្នឹងគឺថាយើងគឺជាការផ្ដល់ជាប្រភពផ្ដល់ព័ត៌មានសំខាន់ជាប្រភពផ្ដល់ព័ត៌មានជាក់លាក់អញ្ចឹងសូមផ្ទៀងផ្ទាត់ព័ត៌មានដើម្បីយើងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗដែរពីព្រោះនៅក្នុងបរិយាកាសបែបនេះគឺមានអ្នកដែលក្រុមទុច្ចរិតក្រុមអកតេនេះគេបានបំផភ្លើសព័ត៌មានច្រើនអញ្ចឹងហេតុនេះហើយយើងជាប្រជាពលរដ្ឋខ្មែរសូមមេត្តាចូលរួមប្រយុទ្ធប្រឆាំងនៅព័ត៌មានคล้ายៗនេះហើយយើងជឿជាក់ទៅលើព័ត៌មានដែលផ្សព្វផ្សាយដោយស្ថាប័នជាតិរបស់យើងបាទហើយយើងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើងនៅក្នុងការដោះស្រាយបញ្ហាជាតិសំខាន់ៗនេះបាទ